ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើកិច្ចការអ្នកគ្រូលោកគ្រូបន្តទៀតគឺការងារអាន file permission ដែលនៅក្នុងនេះលេខរៀងទី1នេះគឺយើងមានfile មួយឈ្មោះថា file1.txt ដែល own by user 1នៅក្នុង group developer ហើយ last modify នៅហើយនេះគឺជាទំហំ bit ដែលមានទំហំ120 bit ហើយ last modify នៅខែMarch ថ្ងៃទី31នៅម៉ោង8ហើយ permission នៅក្នុង group នេះគឺ owner អាច read write group អាច read only ហើយ other អាច read only នៅលេខរៀងទី2នេះគឺមាន file មួយដែលឈ្មោះថា report.doc ដែល own by user 2នៅក្នុង group developer មានទំហំ bit ចំនួន256 bit នៅហើយ last modify នៅថ្ងៃទី31ខែ March នៅវេលាម៉ោង 8:05 នាទីដែលហើយ permission នៅក្នុង group នេះគឺ owner read write group read write ជាមួយនឹងother read only នៅក្នុងលេខ3នេះគឺយើងមាន file មួយដូចគ្នាគឺមានឈ្មោះថា data.csv ដែល own by user 3នៅក្នុង group manager ដែលមានទំហំ bit ចំនួន512 bit ហើយ last modify នៅថ្ងៃទី31ខែ March នៅវេលាម៉ោង 8:10 នាទីដែលនៅក្នុង group permission នេះគឺowner អាច read only group អាច read only ជាមួយនឹង other no access ចូលលេខរៀងទី4គឺមាន file មួយដែលមានឈ្មោះថា script.sh ដែល own by user 4នៅក្នុង group developer ដែលមានទំហំ bit ចំនួន10x24 last modify នៅថ្ងៃទី31ខែ March នៅវេលាម៉ោង 8:15 នាទីដែល permission នៅក្នុង group នេះគឺ owner read write execute group read execute other no access នៅក្នុង file លេខ5នៅក្នុងជួរលេខ5គឺមាន file មួយដែលមានឈ្មោះថា secret.txt ដែល own by admin នៅក្នុង group admin ដែលមានទំហំ bit ចំនួន300 last modify នៅថ្ងៃទី31ខែ March វេលាម៉ោង 8:20 នាទីដែល group permission គឺ owner read write group no access other no access រីឯនៅក្នុងជួរលេខ6វិញគឺយើងមាន folder មួយដែលមានឈ្មោះថា document យើងសម្គាល់លើ folder ឬក៏ file ឬគឺយើងមើលលើអក្សរ D ខាងមុខនេះបើសិនជាមានគឺវាជា folder ដែល own by user 1នៅក្នុង group developer ដែលមានទំហំ bit ចំនួន4096 last modify នៅថ្ងៃទី31ខែ March នៅវេលាម៉ោង 8:25 ដែលpermission នៅក្នុង group នេះគឺ owner read write execute group read execute ជាមួយនឹង other execute នៅក្នុងជួរនេះក៏ដូចគ្នាដែរគឺមានយើងសម្គាល់ folder ថាវាជា folder ដែលសារអក្សរ D ដែលមាន folder ឈ្មោះថា private ដែល own by user 2នៅក្នុង group manager ដែលមានទំហំ bit ចំនួន4096 last modify នៅថ្ងៃទី31ខែ March វេលាម៉ោង 8:30 ដែល group permission គឺ owner អាច read write execute group no access other no access នៅក្នុងជួរនេះវិញគឺយើងមាន group project យើងមាន folder មួយឈ្មោះថា project ដែល own by user 3នៅក្នុង group developer ដែលមានទំហំ bit ចំនួន4096 last modify នៅថ្ងៃទី31ខែ March វេលាម៉ោង 8:35 ហើយនៅក្នុង group permission គឺ owner អាច read write execute group អាច read write execute other អាច execute នៅក្នុងជួរនេះវិញគឺយើងមាន file មួយឈ្មោះថា system.log ដែល owner by root group root នៅមានទំហំ bit ចំនួន2048និង last modify នៅថ្ងៃទី31ខែ 3នៅវេលាម៉ោង 8:40 ដែល permission នៅក្នុង group នេះគឺ owner អាច read write group អាច read only other អាច read only នៅក្នុងជួរនេះវិញគឺយើងមាន file មួយឈ្មោះថា backup.sh ដែល own by user root group root ដែលមានទំហំ bit ចំនួន300និង last modify នៅថ្ងៃទី31
ខែ3វេលាម៉ោង 8:45 ហើយគ្រប់ permission នោះគឺ owner អាច read write execute គ្រប់ no access other no access នៅក្នុងជួរនេះវិញគឺមាន file មួយឈ្មោះថា homework.txt ដែល own by student នៅក្នុង group teacher ហើយមានទំហំ bit ចំនួន 150 និង last modify នៅថ្ងៃទី 1 ខែ April វេលាម៉ោង 9 ដែល permission នៅក្នុងជួរនេះគឺ owner អាច read write ហើយ group អាច read only ជាមួយនឹង other no access រីឯនៅក្នុងជួរនេះវិញគឺមាន file មួយឈ្មោះថា grade.xlsx ដែលមាន own by teacher ក្នុង group teachers ហើយមានទំហំ bit ចំនួន 600 និង last modify នៅថ្ងៃទី 1 ខែ April នៅវេលាម៉ោង 9:05 នាទី នៅក្នុងជួរនេះវិញគឺមាន file មួយដែលមានឈ្មោះថា install.sh ដែលមាន own by admin នៅក្នុង group admin ដែលមានទំហំ bit ចំនួន 2048 និង last modify នៅថ្ងៃទី 1 ខែ April វេលាម៉ោង 9:10 នាទី ដែល permission នោះគឺ user owner អាច read write execute group អាច read execute other អាច execute នៅក្នុងជួរនេះវិញគឺយើងមាន folder មួយឈ្មោះថា assignment ដែល own by student នៅក្នុង group student ដែលមានទំហំ bit ចំនួន 4096 និង last modify នៅថ្ងៃទី 1 ខែ April នៅវេលាម៉ោង 9:15 ដែល owner អាច read write execute group អាច execute និង other no access នៅក្នុងជួរនេះគឺយើងមាន folder មួយឈ្មោះថា exam ដែល own by teacher នៅក្នុង group teacher ដែលមានទំហំ bit ចំនួន 4096 last modify នៅថ្ងៃទី 1 ខែ April នៅវេលាម៉ោង 9:20 នាទីដែល owner មាន permission អាច read write execute group អាច read write execute ជាមួយនឹង other order បាន no access រីឯនៅជួរនេះវិញគឺយើងមាន file មួយដែលមានឈ្មោះថា readme.txt ដែល own by Gus នៅក្នុង group Gus ដែលមានទំហំ bit ចំនួន 100 និង last modify នៅថ្ងៃទី 1 ខែ April វេលាម៉ោង 9:25 នាទីដែល permission owner អាច read only group អាច read only និង other អាច read only ចូលមកវិញនៅក្នុងfile permission នៅក្នុងផ្ទាំងរូបភាពនេះគឺមានចំនួន file 11ហើយមានជាមួយនឹង folder 15ហើយuser owner group owner permission គឺមាន read write execute ចំនួន 8 read write ចំនួន 6 read only ចំនួន 2 ជាមួយនឹង no access 0 រីឯ group វិញមាន permission ដូចជា read write execute 2 read write 2 read only 5 no access 4 និង read execute 4 រីឯនៅក្នុង other វិញគឺមាន read write execute 0 read write 0 read only 5 read and execute 3ជាមួយនឹង no access 8 ដូចនេះការងារអាន file permission លើកនេះគឺបានបញ្ចប់ហើយជំរាបលាលោកគ្រូ